កន្លែងហ្នឹងមិនមែនដែលគេថា buffet សាច់អាំងណាហ្នឹងគឺម្នាក់អត់តែ2រៀលទេនិយាយទៅសឹងអត់ជឿហ្មងមានទាំងសាច់ផងមានទាំងគ្រឿងសមុទ្រផងនិយាយទៅមានច្រើនមែនតើហ្មងហើយ buffet ម្នាក់2រៀលហ្នឹងគឺសម្រាប់ថ្ងៃឡើងដំបូងឡើយខ្ញុំក៏ជឿដែរថា buffet ហ្នឹងគឺចំណាយតិចមែនអត់តែ2រៀលហ្នឹងហើយមានតាំងពីសាច់អាំងផងមានទាំងគ្រឿងសមុទ្រផងនិយាយទៅមានច្រើនហើយមានតាំងពីថៃដូរីទៀតទៅដល់ហ្នឹងយើងប្រាប់គាត់ទៅគឺគាត់ហៅចង់យើងមកស្អាតហ្មងនិយាយទៅយើងមិនអាចទៅយកខ្លួនឯងទេសម្រាប់សាច់វិញយើងចង់បានចានធំក៏បានចានទូចក៏បានដែរយើងចង់បានសាច់សុទ្ធក៏បានសាច់លាយក៏បាននិយាយទៅប្រាប់គាត់ទៅគាត់ស្រីឲ្យយើងហ្មងសម្រាប់ទីតាំងវិញគឺនំដុំមងកក់ហ្នឹងហ្មងនិយាយទៅហាងបកគាត់ហ្នឹងគឺឈ្មោះសបាយឌីការខ្ញុំទៅហ្នឹងគឺទៅពេលថ្ងៃទេប៉ុន្តែមនុស្សច្រើនមែនតើមកដល់សារតែគាត់ធ្វើ promotion ហ្នឹងគឺម្នាក់អត់តែ2រៀលទេមុនហ្នឹងបានកំងគាត់ដល់ពេលចឹងទៅគឺគាត់ហៅចំឲ្យហ្មងនិយាយទៅមួយចានសាច់ច្រើនមែនតើហ្មងចង់បានសាច់មួយណាប្រាប់គាត់ទេគឺគាត់ហៅចំឲ្យហ្មងគ្រាន់តែមានគេកំងហេងច្រើនចឹងទៅគឺអញថាសាច់នៅខាងគាត់ហ្នឹងចេញហេងយូរតិចទេតែអត់យូរខ្លាំងទេដល់សារតែខាងគាត់ហ្នឹងហ្មងគឺព្យាយាមធ្វើឲ្យហេងលឿនដែរកន្លែងហ្នឹងខ្ញុំក៏យល់ដែរដល់សារតែខាងគាត់ហ្នឹងហ្មងគឺពេលហ្នឹងមនុស្សច្រើនមែនហើយការហ្នឹងគឺ promotion ពេលថ្ងៃទៀតបាននិយាយពីហូជឿវិញសាច់នៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ទឹកជ្រលក់ក៏ឆ្ងាញ់ទៀតនិយាយទៅឲ្យតែលាយត្រូវចឹងបាទសាច់នៅខាងគាត់ហ្នឹងពេលដែលយកមកដល់គឺក្រាស់មែនតើមកដល់ពេលយើងញ៉ាំទៅគឺឡើងពេញមាត់មែនតើហ្មងនិយាយទៅរសជាតិឆ្ងាញ់មើលតែខ្ញុំបង្ហាញក៏ដឹងដែរនិយាយទៅសាច់នៅខាងគាត់ហ្នឹងមើលឡើងតំណងហ្មងសម្រាប់សាច់នៅខាងគាត់ហ្នឹងពេលដែលញ៉ាំទៅគឺអត់មានក្លិនអត់មានអីទេគឺគាត់ធ្វើថ្មីយើងញ៉ាំហ្មងអញ្ចឹងទៅពេលដែលញ៉ាំទៅគឺនៅស្រស់ៗអញ្ចឹង